어쩔 수 없어요. 미네타 크면 좀 그렇대. 다은야 털럽 루이튼짓 고래니에 비양니때 진짜요? 괜찮아요. 잠깐만요. 비땅니 준짓 고래 프라스트 타이롤 탕아이. 탕아이 니ខ្ញុំនឹងបង្រៀនអ្នកឲ្យចេះប្រើទាំង5ឃ្លាបើអ្នកចេះតែវិជ្ជាប៉ុន្តែមិនចេះឃ្លាទាំងនេះពេលនិយាយជាមួយជនជាតិកូរ៉េអ្នកនឹងពិបាកយល់ក្នុងការសន្ទនាដូច្នេះតោះចាប់ដើមរៀនជាមួយគ្នាជីនចាយោមានន័យថាពិតមែនឬពាក្យនេះប្រើពេលយើងញាប់អើឬយើងមិនជឿអ្វីដែលផ្សេងនិយាយឧទាហរណ៍បុគ្គល A គាត់និយាយថា Neil you will Rio បុគ្គល B គាត់បាននិយាយថាជីនចាយោបានន័យថាស្អែកឈប់សម្រាកបុគ្គល B គាត់ឆ្ងល់ថាម៉េចពិតមែនឬ괜찮아요មានន័យថាមិនអីទេឬក៏បានហើយ죄송합니다បុគ្គល B គាត់ឆ្លើយថា괜찮아요មិនអីទេពាក្យបន្ទាប់잠깐만요មានន័យថាចាំបន្តិច그럴수도 있어요អញ្ចឹងដែរសរុបមកវិញពាក្យទាំង5នេះអ្នកទាំងអស់គ្នាប្រកាសចេះហើយ진짜요 괜찮아요 잠깐만요 그럴 수 있어요 어쩔 수 없어요 ថ្ងៃនេះយើងរៀនបាន5ឃ្លាដែលជនជាតិកូរ៉េប្រើរាល់ថ្ងៃសាកជ្រើសរើសឃ្លាមួយដែលអ្នកចូលចិត្តហើយសរសេរនៅក្នុង comment កុំភ្លេចជួយចុច subscribe នៅវីដេអូក្រោយខ្ញុំនឹងបង្រៀនឃ្លាជាច្រើនទៀតដល់អ្នកទាំងអស់គ្នាដែលជាជនជាតិកូរ៉េប្រើជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការទស្សនា